អនុញ្ញាតគ្រប់ជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីដែលនិយមតាមដានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook ខណៈពេលនេះគឺនៅស្ថិតនៅក្នុងភូមិស្លែងរលើងស្ថិតនៅក្នុងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញនៅរសៀលម៉ោង2ជាងបាទត្រូវនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025នេះគឺមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដែលប្រជាពលរដ្ឋអ្នកនៅភូមិនេះគាត់បានប្រទះឃើញសពបរិសម្នាក់គឺបានដេកស្លាប់នៅក្នុងបន្ទប់ហើយមានសភាពហើមក៏ដូចជាមានឈាមហូរបាទយ៉ាងណាមិញយើងមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់គាត់នៅឡើយទេរងចាំសមត្ថកិច្ចជំនាញកសលចៃរបស់ស្នងការឋានក៏បានរាជនាមពេញលម្អិតជូននៅពេលក្រោយទៀតសូមប្រិមិត្តតាមដានបន្តក៏ដូចជាទៅស្ដាប់ការផ្ដល់បទសម្ភាសន៍ពីវិជាពលរដ្ឋបាទពីលោកយាយម្នាក់ដែលគាត់បានទៅដាស់ហៅបរិសខាងលើក៏ប៉ុន្តែគាត់មិនឆ្លើយតបទេនៅពេលដែលលោកយាយបានអឺតមើលទៅក៏ឃើញថាគាត់បានមានសភាពហើមក៏ដូចជាមានឈាមផងដែរអញ្ចឹងសូមប្រិមិត្តតាមដានបន្តទៀតផងដែរបាទខាងបថុយទៅគោះដល់ហើយពួកខ្ញុំដើរទៅបថុយទៅគោះទ្វារហ្នឹងទៅគោះហើយខ្ញុំក៏អើតមើលតាមអាចន្លោះទ្វារប៉ុណ្ណេះចន្លោះទ្វារប៉ុណ្ណឹងដល់អើតមើលទៅឃើញមនុស្សដេកឆ្លៀកខោខ្លីត្រង់ភ្លឹងខ្ញុំថាអូយពូហែងមិនចាច់ទេនេះដឹងពូហែងមិនទេខ្ញុំពូហែងទេឯងហ្នឹងជួយមើលទៅចាប់ដល់ហើយគេក៏នាំគ្នាមកមើលទៅថាអូពូហែងស្លាប់បាត់ហើយខ្ញុំពួកដឹងតែត្រឹមហ្នឹងដឹងតែត្រឹមមកពេលខ្ញុំមកធ្វើការម៉ោង2:10កន្លះចេញពីហាងកាទៀវមកហ្នឹងហ្នឹងខ្ញុំដឹងតែត្រឹមហ្នឹងលេងពេលយើងទៅគោះមានធំក្លិនចេញមកខាងក្រៅចង់និយាយថាចេះពេលដែលយើងទៅគោះចង់និយាយថាយប់មិញហ្នឹងខ្ញុំបើកលោកធွာស្ដាប់ហ្នឹងក៏ខ្ញុំមកអង្គុយមាត់ទ្វារគាត់ដែរណាអង្គុយខាងមុខហ្នឹងដែរម៉ោង3គឺខ្ញុំមកអង្គុយហ្នឹងហើយដល់ហើយវាអត់មានធំក្លិនអីទេខ្ញុំអង្គុយស្ដាប់ធွာធម្មតាចាប់ដល់ទៅពេលហើយទៅមកពេលហ្នឹងដែលថាវាក្តៅទៅចាប់ដើមមានក្លិនដល់ទៅពេលហ្នឹងខ្ញុំអត់មានចាប់ភ្លឹកថាមនុស្សស្លាប់ណាអត់ដឹងផងនិយាយឲ្យសន្និដ្ឋានមកការស្លាប់របស់គាត់រយៈពេលប្រហែលថ្ងៃបើស្លាប់របស់គាត់ស្លាប់បែរថ្ងៃសិលមិនស្គាល់មិញបាទតុងមួយថ្ងៃពីរថ្ងៃហ្នឹងថ្ងៃព្រោះអីថ្ងៃសិលគាត់ធ្លាប់ចេះថ្ងៃសិលពេលខ្ញុំចេញមកសែនគាត់ប្រាប់ខ្ញុំថាយាយបើសិនតែគាត់ប្រាប់ខ្ញុំពីងាចាគាត់ថាបើថ្ងៃសិលហ្នឹងយាយឯងទៅសែនយាយឯងទិញគ្រាប់ស្គរឲ្យខ្ញុំផងគាត់ថាអញ្ចឹងណាទិញគ្រាប់ស្គរឲ្យខ្ញុំសែនផងដល់ទៅពេលខ្ញុំក្រោកឡើងខ្ញុំសែនថ្ងៃសិលហើយដល់សែនថ្ងៃសិលហើយខ្ញុំឆ្ងល់ថាគាត់ឲ្យខ្ញុំទិញគ្រាប់ស្គរចុះហេតុអីបានកតុបនឹងអត់ក្រោកអញ្ចឹងហើយខ្ញុំតាំងខ្ញុំមកហ៊ានគួរទ្វារក្រែងលោកគាត់ដេកលក់អីចឹងណាអស់កម្លាំងអីដេកលក់អញ្ចឹងហើយណាមួយនិយាយទូរស័ព្ទពីយប់ផងខ្ញុំក៏អត់ហ៊ានគួរទ្វារខ្ញុំជិះកង់ទៅធ្វើការទៅមិនសមមិញហ្នឹងព្រោះគាត់ស្លាប់តាំងពីម្សិលមិញហ្នឹងអញ្ចឹងមានន័យថាបន្ទាប់ពីលោកយាយឮសំឡេងគាត់និយាយទូរស័ព្ទជាមួយសង្សារគាត់កាលពីយប់ហ្នឹងហើយបាត់ដំណឹងគាត់ឈឹងបាត់ពីបន្ទប់ស្ងាត់ឈឹងតែម្ដងគាត់និយាយទូរស័ព្ទហើយមានលេខនៅខ្ញុំធ្លាប់ទេកោះចោលអញ្ចឹងណាខ្ញុំក៏ទេទៅគាត់វិញខ្ញុំទេទៅខ្ញុំថាចេះម៉េចផឹកឆ្នាំផឹកអីហើយមានកម្លាំងកំហែងស្រួលបួលដែរបាននិយាយទូរស័ព្ទមួយសង្សារខ្លាំងម៉េចប្រយ័ត្នខ្យល់ចាប់ងាប់ណាខ្ញុំថាអញ្ចឹងហើយដល់ពេលហើយគាត់ថាអត់ទេងុយដេកចាស់បានហើយឈប់ហើយងុយដេកចាស់គាត់និយាយអញ្ចឹងគាត់និយាយថាងុយដេកហើយតាំងពីណានោះមកខ្ញុំក៏អត់ពាក់ព័ន្ធទេប៉ុន្តែខ្ញុំចាំសម្ដីគាត់ថាព្រឹកឡើងទិញគ្រាប់ស្គរឲ្យគាត់សែនផងពេលព្រឹកឡើងទិញគ្រាប់ស្គរមកខ្ញុំយកទៅសែនដល់ពេលហើយខ្ញុំក្រោកឡើងពួកខ្ញុំទៅសែននៅកន្លែងជំនាញផ្ទះធំដែលថែអាសាក្នុងផ្ទះហ្នឹងណាហើយខ្ញុំក៏ចាំមើលចឹងហេតុអីឲ្យខ្ញុំទិញគ្រាប់ស្គរហេតុអីបានអត់ឃើញក្រោកចឹងខ្ញុំក៏រៀនគួរទ្វារដែរព្រោះគេជាមនុស្សប្រុសខ្ញុំអត់រៀនគួរទ្វារទេខ្ញុំថាខ្ញុំអត់គួរទ្វារអញ្ចឹងខ្ញុំជិលខ្ញុំទៅធ្វើការព្រោះខ្ញុំប្រញាប់ទៅហាងផងខ្ញុំសែននៅហាងនោះទៀតខ្ញុំក៏ជិះកង់ចាញ់ទៅហ្នឹងទៅម្សិលមិញដល់ពេលមកវិញព្រឹកមិញខ្ញុំទៅធ្វើការហ្នឹងមុនទៅធ្វើការខ្ញុំបើកទូរស័ព្ទខ្ញុំនឹងស្ដាប់លោកទេសណាស្ដាប់លោកទេសសូត្រធម៌នៅក្រៅហើយដល់ពេលហើយម៉ោង3ហ្នឹងនេះខ្ញុំទៅមកម៉ោង2:10កន្លះហាងចប់នេះបានខ្ញុំមកសង្ស័យក៏អត់បើកទ្វារណាគួរសភាពបែបហ្នឹងហ្មងណាគួរទ្វារហេងបើកទ្វារខ្ញុំសង្ស័យចុះហេតុអីបើអត់បើកទ្វារក៏ខ្ញុំអើតអាចន្លោះប្អួយប៉ុណ្ណេះចន្លោះវះទ្វារហ្នឹងខ្ញុំអើតមើលទៅខ្ញុំឃើញពោះគាត់ហ្នឹងរៀងប៉ោងអីនៅកន្លែងពោះហ្នឹងហើយអើតមើលទៅផ្លឹកហ្មងមានឈាមមានអីទេលោកយាយឈាមហ្នឹងតែមិនឃើញហូរពេលដែលក្តៅថ្ងៃក្តៅហ្នឹងទេវាចាប់ដើមធំខ្លាំងហូរឈាមដើមពេលថ្ងៃក្តៅមុនអត់អីទេអរគុណលោកយាយបញ្ជាក់តិចគាត់តែមានស្ថានភាពខុសប្លែកដូចជាគាត់មិននិយាយស្ដីឬក៏គាត់មានការសង្កេតសញ្ញាទេរយៈពេលប្រហែលខែចុងក្រោយនេះទេអត់គាត់អត់មានសង្កេតសញ្ញាអីទេគាត់ទៅធ្វើការធម្មតាតែមិនថាគាត់សម្រាប់2ថ្ងៃហ្នឹងកំ2ថ្ងៃហ្នឹងដែលគាត់សម្រាប់ហ្នឹងអញ្ចឹងតែប៉ុណ្ណឹងហើយខ្ញុំចេះសួរ
គាត់មានឈ្មោះដែរនៅស្រុកបណ្ដានៅខាងណាដែរ ខ្ញុំអត់ដឹងតែដឹងគេហៅហ្នឹងពូហេងហៅហ្នឹងហៅពូហេងអញ្ចឹងខ្ញុំក៏ប្រាប់គាត់ថាខ្ញុំមកពីធ្វើការវិញខ្ញុំជួបគាត់ខ្ញុំសួរពូហេងអត់ធ្វើការអត់ស្រួលខ្លួនទេគាត់និយាយអាយុ36នេះគាត់លេខទូរស័ព្ទទុកឲ្យខ្ញុំហើយគាត់អាយុទុកឲ្យខ្ញុំទៀត អរគុណលោកយាយអរគុណអរគុណប្រិមត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាដល់ការផ្សាយគណៈពេលនេះខ្ញុំបានសំណាងសូមអរគុណសូមគោរពលា អូរងហើយគាត់នៅឯឡើងប្រពន្ធយូរឆ្នាំហើយអាសំទឹកមួយមើលជាកាពីណាបើជាកាពីបន្តឲ្យសោចំណុចទីតាំងសម្ដែងការកំពុងតែធ្វើការមកទីតាំងខាងលើនេះមិនឲ្យមានណាម្នាក់ចូលទៅការសរឡើយដើម្បីចាំកម្លាំងសមត្ថកិច្ចធ្វើកសោវិច័យឲ្យលម្អិតតែម្ដងហើយបន្តការវិជាអត់មានឈាមតាមបានហូរចេញពីក្នុងបោះទៅក្នុង Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ